តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលប្រព័ន្ធធារាសាស្ត្រយក្សដ៏ធំរបស់ប្រទេសចិនមួយនេះត្រូវបានបាក់ទាំងនេះគឺជាម៉ាស៊ីនបោះពុម្ពប្រាក់ចំនួន 40,000 លានយួនជារៀងរាល់ឆ្នាំវាមិនគ្រាន់ជារោងចក្រប្រព័ន្ធធារាសាស្ត្ររំដាប់កម្ពុជារបស់ប្រទេសចិននោះទេក៏ប៉ុន្តែវាជាការអស្ចារ្យមួយជារោងចក្រដែលទាំងស្រុងនៅក្នុងប្រវត្តិសាស្ត្រជាសកលវាគឺជាប្រព័ន្ធធារាសាស្ត្រមួយដ៏ធំសម្បើមដែលសាងសង់ឡើងដោយប្រទេសចិននៅក្នុងកំឡុងពេលដែលបានសាងសង់គឺត្រូវចំណាយពេលវេលារហូតដល់12ឆ្នាំឯណោះដើម្បីសាងសង់ទំនប់ហ្វ្រីកូយមួយនេះត្រូវបានចំណាយលុយរហូតដល់ 200,000 លានរំបើដើម្បីទប់ទំនប់ទំនាញគេត្រូវបានប្រើប្រាស់ប៊ីតុងអស់ចំនួន 26.89 លានផោនឯណោះរីឯដែកវិញគេត្រូវបានប្រើប្រាស់អស់ចំនួន 290,000 តោនឯណោះវាក៏អាចបង្កើតទិន្នផលចំនួន 10,000 លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំវាមិនត្រឹមអាចការពារទឹកចំនួនបាននោះទេវាមានប្រសិទ្ធភាពក៏អាចផ្គត់ផ្គង់ទឹកយ៉ាងច្រើនបំផុតនៅក្នុងការផ្គត់ផ្គង់នៅក្នុងវិស័យកសិកម្មផងដែររីឯអ្នកជំនាញអាមេរិកវិញគេបានធ្វើការវិភាគតម្លៃថាប្រសិនបើប្រទេសចិនមានទំនាស់ជាមួយនឹងប្រទេសណាមួយគេនឹងធ្វើការវាយប្រហារដើម្បីគំទេចនៅទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិនដ៏ធំសម្បើមនេះមុនគេក៏ប៉ុន្តែអ្វីដែលជាឧបសគ្គនោះមុននឹងធ្វើការគំទេចឬក៏ធ្វើការបំផ្លាញគឺគេត្រូវចំណាយក្របបែកនុយក្លេអ៊ែរចំនួនរហូតដល់ 60 គ្រាប់ឯណោះដោយទម្លាក់ព្រមគ្នាក្នុងពេលតែមួយទើបអាចគំទេចនៅវារីអគ្គិសនីដ៏ធំនេះមួយបានក៏ប៉ុន្តែនេះគឺជារឿងដែលមិនអាចទៅរួចនោះទេនេះគ្រាន់តែជាការវេតម្លៃទុកជាមុនជាការពិតណាស់នៅក្នុងប្រទេសចិនគឺមានវិស័យគ្រប់វិស័យទាំងអស់តែងតែរីកចម្រើននិងរីកធ្លោឈានទៅដល់ដំណាក់កាលកំពូលទៅហើយគេអាចវាយតម្លៃថាដំណាក់កាលរបស់ប្រទេសចិនជារៀងរាល់ថ្ងៃនេះគឺជាមហាអំណាចលំដាប់ទី2នៅលើពិភពលោកទៅហើយរីឯអាមេរិកក៏រៀងភ័យខ្លួនបន្តិចដែរព្រោះអីចិនចិត្តតាមទាន់ទៅហើយអញ្ចឹងទេយើងមានតែសង្កេតមើលថាតើថ្ងៃមុខនឹងមានរឿងអ្វីកើតឡើងជាការពិតណាស់នៅទសវត្សរ៍ចុងក្រោយនេះនៅលើពិភពលោកតែងតែមានវិវាទរវាងប្រទេសនិងប្រទេសទាស់គ្នាជារៀងរហូតក៏ប៉ុន្តែ admin សង្ឃឹមថានឹងមិនមានសង្គ្រាមលោកលើកទី3កើតឡើងទៅចុះព្រោះអីយើងគ្រប់គ្នាបានឃើញស្រេចរួចទៅហើយជារៀងរាល់ថ្ងៃនៅបណ្ដាប្រទេសអ្នកមានគឺពួកគេទាំងនោះតែងតែព្យាយាមបង្កើតនៅគ្រាប់បែកនុយក្លេអ៊ែរជាច្រើនដើម្បីការពារនៅប្រទេសអញ្ចឹងហើយនៅពេលដែលពួកគេធ្វើការបង្កើតរួចហើយពួកគេតែងតែចង់សាកនិងចង់លេងរបស់ថ្មីក៏ប៉ុន្តែក្តីវិនាសកម្មនៅលើពិភពលោកក៏អាចកើតមានបានដោយសារតែពួកប្រទេសដែលចង់ក្លាយជាមហាអំណាចលេខ1នៅលើពិភពលោកនេះឯងអញ្ចឹងទេពុកម៉ែបងប្អូននៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបកប្រែមកជាភាសាខ្មែរតែប៉ុណ្ណោះសូមពុកម៉ែបងប្អូនកុំភ្លេចចុច like subscribe និង follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin